បិសាចខឹងនឹងយុទ្ធយ៉ាងខ្លាំងព្រោះតែយុទ្ធបានធ្វើឲ្យប្រឡាក់ទីរំនៅរបស់វាបិសាចក៏ចាប់តាមសម្ដែងរឹតកំហងខ្លួនធំឡើងបាំងបាត់ពលឺព្រះច័ន្ទព្រមទាំងបន្តនៅសូរស័ព្ទលាន់ឮក្រហមយ៉ាងសម្បើមគំរាមហូតប្រលឹងគួរឲ្យភ័យរន្ធត់តក់ស្លុតយើងនឹងធ្វើឲ្យឯងឈឺស្លាប់នាងចាប់ផ្ដើមប្រែខ្លួនបន្តិចម្ដងទៅជាស្ដេចបិសាចលេចអណ្ដាតលៀនផ្លែយុទ្ធនិងសុភីជាប្តីប្រពន្ធដ៏សាមញ្ញនិងមានប្រជាប្រិយភាពក្នុងចំណោមគ្រួសារកសិករទាំងឡាយនៅក្នុងភូមិអ្នកទាំងពីរដាំបន្លែសម្រាប់លក់អូនសម្លាញ់ហត់ដែរឬទេអូនមិនហត់ទេលោកប្តីឆ្នាំនេះដំណាំយើងលូតលាស់ល្អណាស់មែននឹងហើយបងសប្បាយចិត្តណាស់ចាប់ប្រញាប់មកវិញណាលោកប្តីបងលក់អស់រួចកាលណាបងនឹងត្រឡប់មកផ្ទះវិញសូមអូនកុំបារម្ភថ្ងៃមួយពេលយុទ្ធត្រឡប់មកពីលក់បន្លែឯផ្សារគាត់បានជួបមិត្តភក្តិមួយចំនួននៅពាក់កណ្ដាលផ្លូវពួកគេកំពុងផឹកស៊ីនៅក្នុងទៀនស្រាមួយសម្លាញ់យុទ្ធចូលមកដាក់បន្តិចមកអត់ទេខ្ញុំប្រញាប់ទៅផ្ទះយីអាយុទ្ធខ្លាចបាត់ផ្ទះមែនមកនេះបន្តិចមើលអញចង់និយាយលេងជាមួយឯងយុទ្ធក៏បានដើរចូលទៅអង្គុយជជែកលេងជាមួយនឹងពួកគេកំឡាញ់មកក្រោយគេត្រូវតែផាកពិន័យមួយដបនេះត្រូវតែលើកឲ្យដាច់ណាសុខសប្បាយទេអាយុទ្ធខ្ញុំសុខសប្បាយធម្មតាទេលោកពូភាពសប្បាយរីករាយមួយឆាវនិយាយពីនេះនិយាយពីនោះក៏ភ្លេចខ្លួនរហូតទល់យប់ងងឹតលោកពូមេឃដូចជារៀងងងឹតទៅហើយដូច្នេះខ្ញុំគិតសុំលាលោកពូត្រឡប់ទៅផ្ទះសិនហើយសម្លាញ់តែដាក់បន្តិចសោះឲ្យគេឆាប់រត់ម្ល៉េះអត់ទេតែលេរួចហើយឲ្យវាទៅចោះក្រែកប្រពន្ធវានៅចាំមើលផ្លូវពេលនោះយុទ្ធបានធ្វើដំណើរទៅផ្ទះទាំងយប់ពេញដោយការស្រវឹងជោគជាំយីចុះអាណាយកភ្លើទៅណាបាត់ទៅហើយអញរោគមើលអីមិនឃើញអញ្ចឹងគាត់ងងឹតមុខបោះចំហៀនលេងរួចទុកខ្លួនលេងជាប់ពេលទៅដល់ទីទួលចម្លែកមួយយុទ្ធទម្លាក់អម្រែកបន្លែចោលព្រុសដួលទាំងចំហព្រមទាំងបញ្ចេញកំពត់ស្អុយឈួលពីពេញទីនឹងរំពេចនោះស្រាប់តែមានខ្យល់ត្រជាក់ហៀកមួយបក់គួចវូវីបង្កើតជាសូរស័ព្ទក្រហមធ្ងន់ធ្ងរយ៉ាងគ្រលួចពេលព្រមគ្នានោះដែរក៏លេចរូបរាងបិសាចអណ្ដែតធ្លោឡើងមកបិសាចហឹងនឹងយុទ្ធយ៉ាងខ្លាំងព្រោះតែយុទ្ធបានធ្វើឲ្យប្រឡាក់ទីរំនៅរបស់វាបិសាចក៏ចាប់តាមសម្ដែងរឹតកំហងខ្លួនធំឡើងបាំងបាត់ពលឺព្រះច័ន្ទព្រមទាំងបន្តនៅសូរស័ព្ទលាន់ឮក្រហមយ៉ាងសម្បើមគំរាមហូតប្រលឹងគួរឲ្យភ័យរន្ធត់តក់ស្លុតយើងនឹងធ្វើឲ្យឯងឈឺស្លាប់ចំណែកឯយុទ្ធវិញបើកភ្នែកសឹងមិនរួចមិនបានមើលឃើញច្បាស់ប្រកបក៏មិនខ្លាចថែមទាំងស្រ័យសម្លុតនឹងចង្អុលទៅបិសាចវិញថាឯងខ្លាំងប៉ុណ្ណាយើងនឹងទៅនាំអ្នកភូមិយើងទាំងអស់មកកំទេចទីនេះឲ្យខ្លាចទៅជាផេះដើម្បីឲ្យអាបិសាចឯងនិងកូនចៅឯងផ្ដល់នៅក្តីវិនាសខ្ចាត់ខ្ចាយអស់ទីជម្រក
គ្រាន់តែយុទ្ធវិចារចប់ស្ដេចបិសាចស្ដាប់ឮហើយភិតភ័យក៏ប្រែជាស្លូតមួយរំពេចហើយក៏ស្ទុះម្នាទៅយកអាវទឹកកំបាំងកាយតែជារតនសម្បត្តិប្រចាំត្រកូលខ្លួនជូនទៅយុទ្ធព្រមជាមួយនឹងពាក្យអង្វរកសុំទុកទីឋាននិងសុំរាប់អានគ្នាជាមិត្តវិញតរៀងទៅ ណែលោកបងសូមកុំមកកំទេចទីឋានរបស់ខ្ញុំអីខ្ញុំនឹងជូនអាទឹកប្រមាំងកាយទៅលោកបងទុកគ្នាជាមិត្តរាប់អានគ្នាតរៀងទៅ យុទ្ធក៏ងក់ក្បាលសុកចិត្តទាំងភ្នែកមិនខ្ចីបើកនិងយល់ព្រមចាប់ដៃជាមួយបិសាចផងដែរថ្ងៃក្រោយកុំធ្វើអញ្ចឹងទៀតណាលឺនៅ ខ្ញុំនឹងប្រាប់វិធីប្រើវាទៅលោកបងសូមលោកបងចាំឲ្យច្បាស់អើទឹកវានឹងបាត់ភ្លាមដោយគ្រាន់តែសូត្រអូម៉ាបាសទីម៉ាសេសេទី2អូម៉ាបាសទីម៉ាសេអ៊ុំសេម៉ាសេម៉ានោះវានឹងត្រឡប់បង្ហាញមកវិញជាមិនខាន និយាយរួចស្ដេចបិសាចក៏ត្រឡប់ទៅលំនៅស្ថានរបស់វាវិញអូម៉ាបាសទីម៉ាសេសេតើខ្ញុំមកផ្ទះវិញបានដោយរបៀបណាឈឺក្បាលណាស់ចាប់តាំងពីពេលនោះមកយុទ្ធបដិញ្ញាឈប់ផឹកស្រាហើយប្រឹងប្រែងធ្វើការមិនទំនេរដៃដោយចង់បានជីវភាពប្រសើរជាងនេះយុទ្ធបានទៅខ្ចីលុយគេសម្រាប់ធ្វើសហយទៅរកការងារធ្វើនៅឯស្រុកឆ្ងាយទុកភរិយាឲ្យនៅផ្ទះដាំបន្លែលក់តែម្នាក់ឯងមិនអីទេនេះគឺជាប្រាក់ចំនួន10តម្លឹងឯងត្រូវដឹងថាសងយើងវិញដោយរបៀបណាហើយបើគ្មានប្រាក់សងយើងនឹងធ្វើទៅតាមច្បាប់រឹបអូសយកផ្ទះសម្បែងឯងជាមិនខានឡើយខ្ញុំបានដឹងថាត្រូវធ្វើយ៉ាងណាហើយអូនសម្លាញ់បងគិតថាបើយើងគ្រាន់តែដាំបន្លែលក់ប្រហែលជាយើងមិនអាចមានជីវភាពប្រសើរជានេះទេ តើបងគិតចង់ធ្វើអ្វីតទៅមុខនេះ បងគិតថានឹងចេញទៅរកការងារឯស្រុកឆ្ងាយធ្វើនឹងគេលុះព្រឹកឡើងយុទ្ធក៏បានធ្វើដំណើរចាកចេញពីផ្ទះនៅទីបំផុតយុទ្ធបានជួបនាយពាណិជ្ជជាថៅកែម៉ាស៊ីនកិនស្រូវគាត់នាំអង្គចូលផងនិងលក់ចេញនៅឯបរទេសយុទ្ធសុំគេធ្វើការនៅទីនោះក៏បានទទួលនៅប្រាក់ខែរបបអាហារនិងកន្លែងស្នាក់នៅពីថៅកែដោយកម្មករដទៃទៀតដែរសូមអរគុណលោកថៅកែប្រោះប្រណីព្រមទទួលរូបខ្ញុំបាទមិនអីទេខិតខំធ្វើការទៅហើយស្នាក់នៅជាមួយកម្មករទាំងនោះស្រឡាញ់រាប់អានគ្នាទុកដូចជាបងប្អូនទៅចុះអាផាវបាទលោកថៅកែមកនេះឆាប់នាំយុទ្ធទៅកន្លែងស្នាក់នៅហើយណែនាំការងារឲ្យគ្នាបានយល់ផងចំណែកឯសុភីជារៀងរាល់ថ្ងៃនាងតែងតែនាំផលដំណាំទៅលក់នៅឯផ្សារបន្ថែមបន្ទាប់ពីយុទ្ធចាក់ចេញទៅនៅតាមដងផ្លូវនាងមិនបានដឹងខ្លួនថាមានមនុស្សចម្លែកយកចិត្តទុកដាក់គយគន់សម្រស់នាងពីក្រោយឡើយណែអាឡាបល់យោអើយតើនាងនោះជានរណាគេស្អាតអីស្អាតយ៉ាងនេះយើងមិនដែលឃើញតតតែសោះអើយខ្ញុំមិនដឹងលោកដង្ខៅគូទៅតាមនាងឲ្យជាប់ច្បាស់ជាដឹងថានាងជានរណាជាមិនខានឯងនិយាយនេះពិតជាត្រឹមត្រូវណាស់ដងខៅស្វិតចាប់ចិត្តប្រតិព័ទ្ធលើសម្រស់សុភីលុះតាមដាននាងមកដល់ផ្ទះទើបដឹងថានាងជាប្រពន្ធរបស់យុទ្ធដែលបានទៅខ្ចីលុយគាត់កាលពីថ្ងៃមុនអ្នកភូមិដែលជាកូនបំណុលមានចិត្តថ្នាំងថ្នាក់នឹងដងខៅដែលយកការប្រាក់ពោះពីពួកគាត់
ដល់ពេលដែលពួកគាត់សម្គាល់ឃើញដង្ខៅចេះតែមកអំពាក្បែររបងផ្ទះសុភីឥតឈប់ឥតឈរក៏កើតការខ្លាញ់ចិត្តហើយបញ្យុះឆ្កែរៀងខ្លួនឲ្យទៅដេញខំឆ្កែបានចិត្តតាំងស្ទុះហេសម្ដៅទាំងព្រោះត្រហឹងអឹងកងប្រណាំងគ្នាតែម្ដងដង្ខៅស្វិតនិងអ្នកបំរើញាក់ប្រហោងពោះស្រែកយ៉ៃញ័រអស់បបោមាត់ហើយចុះឆ្កែពីណាប្រឡែងឲ្យដើរខំគេខំឯងអញ្ចឹងទាំងរត់ផងភ័យផងលោតផងកិច្ចទៅជ្រកកន្លែងរៀងខ្លួនដោយមិនបាច់គិតយូរចាប់ពីពេលនោះមកដង្ខៅស្វិតកើតទុកមិនសុខចិត្តក្តីអាម៉ាស់ចំពោះហេតុការណ៍កន្លងពន់ពេកណាមួយទទួលបានការចាក់រុកបន្ថែមពីអ្នកបម្រើផងគាត់ក៏ឆេះទុំតែម្ដងលោកម្ចាស់អ្នកស្រុកទាំងនេះហាក់បីដូចជាមិនទុកមុខទុកមាត់ឲ្យលោកម្ចាស់ទាល់តែសគួរតែបដៅចេញខ្លះហើយមើលទៅឯងនិយាយត្រូវបើអញមិនចេញរត់អំណាចខ្លះអ្នកស្រុកទាំងនោះច្បាស់ជាមិនស្គាល់មេឃកម្ពស់ណាទេហើយទីបំផុតដង្ខៅក៏សម្រេចចិត្តទៅទារបំណុលពីនាងសុភីទាំងដើមទាំងចុងឲ្យនាងសងក្នុងរយៈពេល7ថ្ងៃជាកំហិតខ្ញុំទុករយៈពេលឲ្យនាង7ថ្ងៃនាងត្រូវតែសងប្រាក់ខ្ញុំដែលប្តីរបស់នាងបានខ្ចីទាំងដើមទាំងចុងបើមិនអញ្ចឹងទេខ្ញុំនឹងកាត់ទោសនាងទៅតាមច្បាប់ជាកំហិតនិយាយចប់ដង្ខៅស្វិតក៏ដើរចេញត្រឡប់ទៅវិញឯសុភីក៏កើតក្តីបារម្ភមិនដឹងថាគួរទៅរកប្រាក់មកពីណាសម្រាប់សងគេនិយាយពីយុទ្ធឯនោះវិញនៅរោងម៉ាស៊ីនស្រូវយុទ្ធយកចិត្តទុកដាក់ខិតខំបំពេញការងារទូនាទីបានគ្រប់ជ្រុងជ្រោយដែលជាហេតុធ្វើឲ្យថៅកែពិនិត្យពេញចិត្តក៏ដំឡើងឋានៈឲ្យយុទ្ធធ្វើជានាយឃ្លាំងចាប់ពីពេលនេះតទៅយុទ្ធឯងត្រូវតែមើលការខុសត្រូវនៅក្នុងឃ្លាំងទាំងមូលនេះហើយណានេះពិតជាសគុណដ៏ធំធេងណាស់ខ្ញុំបាទនឹងខិតខំតាំងចិត្តធ្វើឲ្យបានល្អប្រសើរជាបន្តទៀតហើយក៏សង្ឃឹមថានៅពេលណាមួយខ្ញុំបាទអាចទៅយកប្រពន្ធមករួមរស់ជាមួយគ្នាផងដែរវាពិតជាការប្រសើរណាស់រឿងរ៉ាវទាំងនេះគឺជាដើមហេតុដែលធ្វើឲ្យមានការច្រណែននិងចងគំនុំពីសំណាក់កម្មករដែលមកមុនទាំង4នាក់គួរតែឲ្យបងផៅឡើងតំណែងបានត្រូវព្រោះគាត់ចូលមកយូរហើយវាពូកែអែបអបថៅកែណាស់អញ្ចឹងបានថៅកែជួយចិត្តវារឿងនឹងមិនអាចបញ្ចប់ទាំងបែបនេះជាដាច់ខាតថ្ងៃមួយពេលថៅកែនឹងយកត្រឡប់មកបំពេញការងារឯក្រៅវិញក៏បានជួបនឹងគ្រោះថ្នាក់ចោរប្លន់នៅពាក់កណ្ដាលផ្លូវឆាប់ចុះមកភ្លាមបើចង់សុខពួកចៅបិទមុខគ្រប់គ្នាពួកវាចាប់លោកពិនិត្យទៅចោលនឹងគល់ឈើរករើឆៃខ្លួនដើម្បីយកប្រាក់តើមានប្រាក់លាក់ទុកឯណាខ្លះឆាប់យកចេញមកឲ្យអស់បើមិនដូច្នោះទេពួកយើងនឹងសម្លាប់ចោលជាមិនខានតើពួកឯងជានរណាមានប្រាក់នៅជាប់ខ្លួនយើងមានតែប៉ុណ្ណឹងបើចង់បានទៀតគឺនៅឯផ្ទះយើងឯណោះបន្ទាប់ពីយុទ្ធរត់រួចហើយក៏ប្រញាប់ត្រឡប់មកវិញភ្លាមក៏ស្រាប់តែនឹកឃើញទៅដល់រឿងអាវបំបាំងកាយទឹកវានឹងបាត់ភ្លាមដោយគ្រាន់តែសូត្រអូម៉ាបាសទីម៉ាសេសេទី2អូម៉ាបាសទីម៉ាសេអ៊ុំសេម៉ាសេម៉ានោះវានឹងត្រឡប់បង្ហាញមកវិញជាមិនខានអូម៉ាបាសទីម៉ាសេអ៊ុំសេម៉ាសេម៉ាបំបាំងកាយខ្ញុំចង់សាកជាមួយនឹងភាពអត់ធ្មត់យើងឲ្យសោះបើនៅតែមករឿងទៀតយើងនឹងវាយបំបាក់ដៃបំបាក់ជើងឯងឥឡូវហ្នឹងដាក់ទៅលបងកុំនិយាយច្រើនជាមួយវាស្ថិតនៅកណ្ដាលចំណាំចោលបរោះអាចទៅធ្វើសកម្មភាពវាយប្រហារទៅលើពួកវាទាំង4យ៉ាងពេញទំហឹងចំណែកឯក្រុមពួកចោលមើលមិនឃើញអ្នកវាយទាល់តែសោះ
តើនរណាលួចវាយពួកយើងឆាប់ចេញមកពួកចៅវាចលាចលក៏វាយច្រឡំគ្នាឯងស្រងាប់ស្រងល់ទៅមកដល់ដួលសន្លប់រណករណែរបបអស់ទាំងរបាំងមុខហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាន់តែខ្លាំងព្រោះចៅសុទ្ធតែជាមនុស្សបម្រើក្នុងជួរកម្មករនៃរោងចក្រម៉ាស៊ីនស្រូវរបស់លោកពីនិចទាំងអស់គឺពួកនេះហើយដែលជាកម្មករច្រណែននឹងការឡើងឋានៈរបស់យុទ្ធកាលពីថ្ងៃមុនអូម៉ាប៉ាសេធីម៉ាសេសេហេតុអ្វីបានជាពួកវាទៅវិញខ្ញុំបាទគិតថាពួកទាំងនេះវាច្រណែនដែលលោកម្ចាស់បានដំឡើងឋានៈដល់រូបខ្ញុំបាទអរគុណដល់យុទ្ធឯងណាស់ដែលមិនបានបោះបង់ខ្ញុំចោលជនទុច្ចរិតទាំង4នាក់នេះត្រូវបានគេបញ្ជូនឲ្យទៅតុលាការកាត់ទោសទៅតាមផ្លូវច្បាប់យុទ្ធបរោះអាវទឹកមានគុណសម្បត្តិត្រូវបានថៅកែភិនិចសុំលើកជាកូនធម៌ព្រមទាំងផ្ដល់ប្រាក់ឲ្យយកទៅស្រុកដើម្បីសងគេហើយនឹងនាំភរិយាត្រឡប់មករួមរស់ជាមួយគ្នាផងដែរខ្ញុំបាទសូមអរគុណទៅដល់លោកម្ចាស់ដែលបានប្រោះប្រណីតែជាអកុសលពេលមកដល់ផ្ទះភ្លាមយុទ្ធក៏បានដំណឹងពីអ្នកភូមិប្រាប់ថាដង្ខៅស្វិតចាប់នាងសុភីទៅបាត់តាំងពីព្រឹកព្រលឹមឯណោះអ្នកអាយុធឆាប់ទៅជួយប្រពន្ធឯងឲ្យលឿនទៅនាងត្រូវបានដង្ខៅចាប់ទៅហើយដោយសារតែរឿងបំណុលឯងហ្នឹងណាមិនបងអង្គយូរយុទ្ធក៏ស្ទុះទៅភ្លាមពាក់អាវបបាំងកាយម្ដងទៀតទៅដល់ផ្ទះដង្ខៅស្វិតដោយដឹងថាប្រពន្ធខ្លួននៅក្បែរខ្ទមសួនច្បារក៏ឆ្លៀតឱកាសចូលទៅរំដោះយកប្រពន្ធចេញពីទីឃុំឃាំងកុំមាត់អីអូនសម្លាញ់មិនបាច់និយាយអីទាំងអស់ហើយក៏កុំសួរចាំត្រឡប់ទៅផ្ទះវិញបងនឹងនិយាយប្រាប់អូនទាំងអស់ភ្លាមនោះយុទ្ធក៏នឹកឃើញទៅដល់មិត្តសម្លាញ់ដែលជាស្ដេចបិសាចហើយក៏ហៅស្ដេចបិសាចដាក់បដូរជំនួសប្រពន្ធវិញសូមស្ដេចបិសាចបង្ហាញខ្លួនមកពេលនេះខ្ញុំត្រូវការអ្នកឲ្យជួយខ្ញុំមកហើយដើរសម្លាញ់មានការអ្វីដែរត្បិតដង្ខៅដ៏សែនអាក្រក់មានគំនិតមិនល្អមកលើប្រពន្ធខ្ញុំបានចាប់បង្ខំនាងមកឃុំឃាំងនៅទីនេះដូច្នេះសូមស្ដេចបិសាចមេត្តាជួយប្រដៅពុទ្ធរានីផងមិនអីទេសម្លាញ់នាំប្រពន្ធចាក់ចេញឥឡូវនេះទៅសល់ប៉ុន្មានទុកឲ្យខ្ញុំអូម៉ាបាសទីមហាតរិទ្ធសូមជួយបបាំងកាយអូម៉ាបាសទីមហាត្រិតប្រែកាយរូបរាងខ្ញុំឲ្យคล้ายទៅជានាងសុភីយុបយន្តទុនអាត្រៀតដង្ខៅស្វិតមួយទឹកសម្អាតកាយចុះចាកពីទីដំណេកខ្លួនទៅរកចែចង់នាងសុភីពួកអាដែងឆាប់ចាញ់អស់ទៅលូដង្ខៅចូលទៅដល់ទ្វារបន្ទប់ឃុំឃាំងក៏បិទក្រាំងដោយស្វ័យប្រវត្តិចុំមានរឿងអីចេះបងសម្លាញ់ចូលមកអូនរងចាំយូរហើយយីមើលទៅបែបទ្រាំលេងបានហើយបងទៅហើយអូនសុភីស្ដេចបិសាចបែរខ្លួនយឺតមុខស្លេកស្លាំងភ្នែកក្រឡោតក្រឡាប់ចាក់ហើយចុះស្អីគេនេះនាងចាប់ផ្ដើមប្រែខ្លួនបន្តិចម្ដងទៅជាស្ដេចបិសាចលេចអណ្ដាតលៀនខ្លែចូលមកបងសម្លាញ់អូនគឺនៅទីនេះបារាយអើយចុះអណ្ដាតអីក៏វែងម្ល៉េះបងឆាប់ចូលមកអត់កើតទេអញឆាប់ដាក់មេប្រូចសិនស្ដេចបិសាចសម្ដែងរិទ្ធលងឲ្យដង្ខៅដល់នៅក្តីភិតភ័យព្រលឹងចុងសក់រួចរៀងចាលលែងហ៊ានធ្វើបាបអ្នកផងទាំងពួងទៀត